ហេតុអ្វីបានជាថាវិការតែងតែធ្លាយធ្លាប់ទេគ្រាន់តែចូលផ្សារទំនើបបន្តិចសោះពេលចេញមកវិញស្រាប់តែអស់លុយលើសពីការគ្រោងទុកបញ្ហានេះមិនមែនមកពីតម្លៃទំនិញថ្លៃតែមួយមុខទេប៉ុន្តែមកពីការទិញដោយមិនមានផែនការថ្ងៃនេះយើងនឹងរៀនពីរបៀបធ្វើជាម្ចាស់លើកាបូបលុយរបស់យើងតាមរយៈតិចនិកសាមញ្ញៗមុនពេលទៅផ្សារការរៀបចំដ៏សំខាន់នេះគឺជាជំហានដែលកំណត់ភាពជោគជ័យរបស់អ្នកធ្វើបញ្ជីឈ្មោះទំនិញ inventory check កុំទិញតាមការនឹកឃើញត្រូវពិនិត្យមើលក្នុងទូទឹកកកឬកន្លែងស្តុកទុកថាអ្វីខ្លះដែលអស់ហើយអ្វីខ្លះដែលនៅសល់កំណត់ថវិកាអតិបរមាបញ្ជាក់ឲ្យច្បាស់ថាខែនេះអ្នកអាចចំណាយបានប៉ុន្មាននេះជាដែនកំណត់ដែលអ្នកមិនអាចរំលងបានញ៉ាំឲ្យឆ្អែតមុនពេលចេញដំណើរការស្រាវជ្រាវបង្ហាញថាការដើរផ្សារពេលឃ្លានធ្វើឲ្យអ្នកមានទំនោរទិញអាហារដែលមិនចាំបាច់ច្រើនជាងធម្មតាកំឡុងពេលទិញទំនិញសមរភូមិក្នុងផ្សារកុំយកឡានរទេះធំពេកបើអ្នកទិញតិចកុំយកឡានធំព្រោះវាធ្វើឲ្យអ្នកមានអារម្មណ៍ថាទិញមិនទាន់ពេញរទេះហើយអ្នកនឹងចាប់ផ្ដើមរើសរបស់ដែលមិនចាំបាច់ដាក់ចូលអានស្លាកតម្លៃឲ្យច្បាស់ចូលមើលតម្លៃក្នុងមួយឯកតា unit price ជួនកាលកញ្ចប់ធំមិនប្រកាសថាថោកជាងកញ្ចប់តូចនោះទេជៀសវាងការលបួងនៅក្បែរកន្លែងគិតលុយរបស់របរដែលដាក់តាំងនៅមុខកន្លែងគិតលុយភាគច្រើនជាការទិញដោយចៃដន្យ impulse buying កុំទុកចិត្តខ្លួនឯងនៅចំណុចនេះពិនិត្យការបរិច្ឆេទផុតកំណត់កុំទិញរបស់ដែលជិតផុតកំណត់បើអ្នកមិនអាចប្រើប្រាស់វាអស់ទាន់ពេលបន្ទាប់ពីការទិញការត្រួតពិនិត្យវិកយបត្រ receipt audit ត្រូវមើលឡើងវិញថាតើមានរបស់ណាដែលអ្នកទិញដោយមិនចាំបាច់ដែរឬទេការធ្វើបែបនេះនឹងជួយឲ្យអ្នកកែតម្រូវទម្លាប់នៅខែបន្ទាប់សេចក្តីសន្និដ្ឋានការកសាងទម្លាប់សារដាស់តឿនការសន្សំមិនមែនមានន័យថាការរឹតបន្តឹងខ្លួនឯងឲ្យតឹងតែងពេកនោះទេប៉ុន្តែវាគឺជាការចាយលុយទៅលើអ្វីដែលអ្នកត្រូវការពិតប្រាកដជាជាងអ្វីដែលអ្នកចង់បានមួយពេលប្រសិនបើអ្នកអាចរក្សាទម្លាប់នេះបានត្រឹមតែ3ខែអ្នកនឹងឃើញភាពខុសគ្នាដ៏ធំនៅក្នុងគណនីធនាគាររបស់អ្នកចូលចាប់ផ្ដើមពីខែនេះសូមអរគុណសម្រាប់ការតាមដានសន្តាប់សូមជួយចុច like និង subscribe ជាពិសេសចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពី Channel យើងខ្ញុំ